Ok,សម្រាប់របៀបភ្ជាប់នៅលើការដៃ Apple Watch ជាមួយនឹងទូរស័ព្ទដៃគឺខ្ញុំបានបង្ហោះនៅក្នុង channel របស់ខ្ញុំហើយអីចឹងសម្រាប់វីដេអូនេះគឺជារបៀបផ្ដាច់នៅលើការដៃ Apple Watch ជាមួយនឹងទូរស័ព្ទដៃរបស់យើងគឺជារបៀបផ្ដាច់ចេញចឹងជាជំហានដំបូងគឺយើងចូលមកពាក្យកន្លែង My Watch នេះមកបងណាបន្ទាប់មកគឺយើងចុចពាក្យថា All Watch យើងចុចទៅពាក្យលើ All Watch ហ្នឹងហើយយើងចុចកន្លែងសញ្ញាឧទាននេះបងយើងចុចមកដល់កន្លែងសញ្ញាឧទានហ្នឹងហើយយើងចុចពាក្យថា Unpair Apple Watch យើងធ្វើបែបនេះបាននៅលើការដៃ Apple Watch ជាមួយនឹងទូរស័ព្ទដៃយើងផ្ដាច់ចេញពីគ្នាបានណាបងបាទបើសិនជាយើងចុច reset នៅក្នុងនាឡិកាដៃនេះនាឡិកាដៃនេះនឹងជាប់ iCloud របស់ទូរស័ព្ទដៃនេះឲ្យបងអញ្ចឹងបន្ទាប់ពីយើងចុចមកកន្លែងហ្នឹងហើយគឺយើងចុចពាក្យថា Unpair Apple Watch អញ្ចឹងបន្ទាប់ពីយើងចុចមកកន្លែងនេះបើសិនជាទូរស័ព្ទដៃរបស់បងអ្នកគ្នាប្រើជាមួយនឹង iCloud គឺវាប្រកាសជាជាប់iCloud របស់បងហើយអញ្ចឹងគឺតម្រូវឲ្យបងអ្នកគ្នាវាយជាមួយនឹង password របស់ iCloud របស់បងណាប៉ុន្តែបើសិនជាអត់មានដាក់ iCloud ទេគឺវាលោតដាច់ចាញ់បែបនេះយកហ្មងដោយទូរស័ព្ទដៃរបស់ខ្ញុំអញ្ចឹងព្រោះថាទូរស័ព្ទដៃរបស់ខ្ញុំគឺអត់មានដាក់ប្រើ iCloud អីទេអានេះខ្ញុំគ្រាន់តែ connect បរិញ្ញាជូនឲ្យបងអ្នកគ្នាមើលណាអញ្ចឹងមកដល់កន្លែងនេះគឺយើងរងចាំឲ្យនាឡិកាដៃនេះពេញទៅជាមួយនឹងអានេះដើរពេញណាអញ្ចឹងគឺវាដាច់ចេញពីគ្នាបងបាទអញ្ចឹងកន្លែងនេះយើងកុំតន់អូសទៅណាយើងរងចាំឲ្យវាដាច់អស់សិនអញ្ចឹងបន្ទាប់ពីអានេះវាឡើងលោតផ្ទាំងនេះមកហើយគឺយើងអាចប្រើប្រាស់ទូរស័ព្ទយើងបានធម្មតាឲ្យបងបាទអញ្ចឹងសម្រាប់វីដេអូយើងគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនបាទអញ្ចឹងសម្រាប់បងណាដែលគាត់មានចម្ងល់ឬក៏គាត់ចង់បាននាឡិកាដៃ Apple Watch Original 100%គាត់អាចធ្វើការ contact មក Golden Voice ផ្ទាល់បានបាទអរគុណច្រើន